ស្រីបងចឹងថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញពីរបៀបធ្វើពេជ្រថ្មីរបស់យើងពី Smart Tree មកចឹងទី1ខ្ញុំសូមធ្វើការដាក់ទឹកកក16អោនហើយចំនួនទឹកដោះគោ100 ml និង iHot Nunnery Creamer របស់យើងនឹងគឺ20 ml ហើយជាមួយនឹងទឹកស្ករ10 ml និងជា ingredient ចុងក្រោយគឺ vanilla syrup 20 ml បន្តមកទៀតយើងធ្វើការយកទឹកក្លុកអញ្ចឹងក្លុកជាទូទៅនេះបងបានដឹងអញ្ចឹងគឺក្លុកលេខ6តែមុននឹងយើងធ្វើការក្លុកយើងធ្វើការក្លុកជាមួយនឹងការបំបែកទឹកកកសិនបានយើងធ្វើការក្លុកណាអញ្ចឹងនៅពេលដែលយើងក្លុកហើយយើងសូមធ្វើការយក strawberry fruit មួយនេះដាក់តាមបាតកែវជុំវិញ3បញ្ជុំមកហើយដាក់ពេជ្ររបស់យើងចូលបន្តមកទៀតយើងធ្វើការយក ingredient 10 ml ហ្នឹងនៅដាក់ជុំវិញកែវបន្ទាប់មកយើងធ្វើការបាញ់គ្រីមឲ្យរៀងស្រួយមកយើងធ្វើការយកដាក់សូកូឡាពណ៌ឲ្យស្អាតបន្ទាប់មកយើងធ្វើការញ៉ាំបានដែរអរគុណ